ពិធីបុណ្យព្រៃឡង់គឺជាពិធីបុណ្យមួយដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំតួយ៉ាងថ្ងៃនេះក៏ដូចជាឆ្នាំមុនដែរនៅថ្ងៃទី14-15 ខែកុម្ភៈឆ្នាំ2026នេះលោកទីធាវីអភិបាលរងតំណាងលោកអភិបាលនៃគណៈអភិបាលស្រុកសណ្ដានបានដឹកនាំក្រុមការងារលោកនាយករងរដ្ឋបាលប្រធានការិយាល័យកងកម្លាំងទាំង3អញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យព្រៃឡង់ក្រោមប្រធានបទបុណ្យព្រៃឡង់ក្រោមម្លប់សន្តិភាពឆ្នាំ2026រួបរวมគ្នាថែរក្សានិងស្រឡាញ់សន្តិភាពរួបរวมគ្នាថែរក្សានិងស្រឡាញ់សម្បត្តិធម្មជាតិក្រោមការដឹកនាំរបស់ឯកឧត្តមសូសុភ័ក្រប្រធានក្រុមការងារសប្បុរសធម៌សន្តិភាពរបស់សម្ដេចពុកសម្ដេចម៉ែក្នុងនោះក៏មានការចូលរួមពីជំទប់ទី1ឃុំមានរិទ្ធនិងក្រុមការងារសប្បុរសធម៌សន្តិភាពប្រធានសហគមន៍បណ្ដាញព្រៃឡង់និងសមាជិកនាយកដែនជំរកសត្វព្រៃនិងមន្ត្រីថ្លែងក្នុងឱកាសនោះលោកទីធាវីអភិបាលរងតំណាងលោកអភិបាលស្រុកសណ្ដានបានធ្វើរបាយការណ៍សង្ខេបអំពីខ្លឹមសារនិងគោលបំណងសំខាន់មួយចំនួនទាក់ទងនឹងមូលហេតុដែលនាំឲ្យមានការរៀបចំពិធីនេះឡើងនៅថ្ងៃនេះជូនឯកឧត្តមប្រធានក្រុមការងារបានជ្រាបព្រមទាំងសមាជិកសមាជិកាបានយល់ច្បាស់អំពីកម្មវិធីក្នុងថ្ងៃនេះបន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេបរបស់លោកអភិបាលរងស្រុករួចមកប្រធានបណ្ដាញសហគមន៍ព្រៃឡង់ក៏ដូចជានាយកដែនជំរកសត្វព្រៃក៏បានធ្វើការលើកឡើងអំពីលទ្ធផលដែលអនុវត្តបានកន្លងមកក្នុងការចុះបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើការកាប់រុករានដីព្រៃហាមឃាត់និងបញ្ហាប្រឈមនានាដែលកើតឡើងក្នុងពេលចុះអនុវត្តវិធានការជាបន្តបន្ទាប់កន្លងមកការចូលរួមក្នុងពិធីបុណ្យព្រៃឡង់នាពេលនេះគឺមានបណ្ដាញសហគមន៍ព្រៃឡង់មកពី4ខេត្តគឺខេត្តកំពង់ធំព្រះវិហារក្រចេះស្ទឹងត្រែងក្រោយពីបានស្ដាប់របាយការណ៍លើកឡើងរបស់អាជ្ញាធរជំនាញពាក់ព័ន្ធអំពីធាតុចូលសំខាន់រួចមកឯកឧត្តមប្រធានក្រុមការងារក៏បានធ្វើការវិយតម្លៃខ្ពស់អំពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់អាជ្ញាធររួមជាមួយនឹងជំនាញពាក់ព័ន្ធកន្លងមកដែលបានចុះបង្ក្រាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រដែនសមត្ថកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ